ជាសាថ្មីទាំងអស់ខ្ញុំសូមអរគុណលោកបណ្ណែតដែលបានផ្ដល់វេទិកាមកអីវេទិការបស់ជំនួសនេះមកកាន់ខ្ញុំកិច្ចបន្តក្រុមអ្នកត្រូវមកបកស្រាយលើវិធានបទនេះគឺកិច្ចបន្តយើងត្រូវបកស្រាយអំពីវិធានបទការបង្កើតបរិមាណគ្រូបង្រៀនជាមធ្យោបាយប្រសើរបំផុតជាងការបង្កើនបរិមាណសាលារៀនដូច្នេះបន្តទៀតនេះក្រុមក្របដែលត្រូវលើកមកបង្ហាញមកពីវិទ្យាល័យទឹកកណ្ដាលបេក្ខជនទី1រួមមានឈ្មោះម៉េងសុលីតាបេក្ខជនទី2ចន្ទនាវិសាបេក្ខជនទី3រតមករាបេក្ខជនទី4ឈឹមដាលីនបេក្ខជនទី5លីមូនីរតនាក្រុមបដិសេធដែលត្រូវមកទល់ទល់ជាមួយនឹងក្រុមក្របបន្តិចទៀតនេះគឺមកពីវិទ្យាល័យវឌ្ឍនជលៀបដែលមានបេក្ខជនទី1ឈ្មោះសុខាខំរតបេក្ខជនទី2សុភ័ក្រលក្ខណៈបេក្ខជនទី3ធួនទេវីបេក្ខជនទី4ធឿនសម្បូរបេក្ខជនទី5សាសុបញ្ញភាអង្គវិធីទាំងមូលទីគោរពចំពោះការប្រកួតនៃកម្មវិធីជជែកដៅថ្នាក់ខេត្តផងដែរមិនមែនតែបាត់ជាតិជាបងប្អូនបេក្ខជនទាំងពីរក្រុមនេះទេប៉ុន្តែក៏មានការចូលរួមពីឋានៈលោកស្រីពីសាលារៀនផ្សេងៗនៃ Recording in progress ដែលមានអធិពលដោយឡែកការប្រកួតនេះដែលខ្ញុំបាទសូមមកសម្រាប់ពង្រួលនៅសមត្ថភាពគណៈកម្មការជាក់លាក់ទាំង5ដែលត្រូវផ្ដល់បន្ទុកដល់ក្រុមពលរដ្ឋទាំងពីររួមមានលោកតាយអឹមមន្ត្រីការិយាល័យយុវជនលោកឈិនធីវីគ្រូវិទ្យាល័យព្រៃអញ្ចាញលោកអ៊ុនគុណភានាយកវិទ្យាល័យបុណ្យនីហ៊ុនសែនព្រៃតាដួងលោកអ៊ីងវ៉ាន់នីគ្រូវិទ្យាល័យហ៊ុនសែនចក្លៀងគណៈកម្មការទីគោរពអង្គវិធីទាំងមូលជាទីមេត្រីចំពោះការប្រកួតនៅកម្មវិធីជជែកដណ្ដើមថ្នាក់ខេត្តត្រូវបានបែងចែកជា3ដំណាក់កាលគឺដំណាក់កាលទី1ការបង្ហាញពីខ្លឹមសារតេឡេករបស់ប្រធានបទការប្រកួតដំណាក់កាលទី2គឺជាការប្រកួតការសួរចម្លើយរវាងក្រុមទាំងពីរដំណាក់កាលទី3ជាការត្រឡប់ពីក្តីចំពោះនីតិវិធីនៃការប្រកួតដែលបានកំណត់ពេលវេលានិងការប្រើប្រាស់កណ្ដឹងពួកយើងបានបែងចែកជា3ការប្រើប្រាស់សន្លេងកណ្ដឹងវិធីត្រូវបានបែងចែកជា3ដំណាក់កាលដោយដំណាក់កាលទី1គឺមានន័យថាចាប់ផ្ដើមដំណាក់កាលទី2គឺបង្ហាញថានៅសល់1នាទីដំណាក់កាលទី3គឺអស់មកសូមបញ្ចប់ការនិយាយនៅពេលដែលលើកកណ្ដឹងទី2កណ្ដឹងទី3ដូចនេះបន្ទាប់ពីខ្ញុំបានខ្ញុំជាអ្នកសម្របសម្រួលបានជម្រាបជូននៅនីតិវិធីការប្រកួតដ៏មាននីតិវិធីដែលបានកំណត់ពេលវេលារួចរាល់មកហើយខ្ញុំបាទសូមសង្ឃឹមថាគណៈកម្មការបងប្អូនបេក្ខជនក៏ដូចជាទស្សនិកជនទាំងអស់បានជ្រាបរួចរាល់នៃនីតិវិធីនៃការប្រកួតខ្ញុំនៅពេលនេះសូមកំណែចំណាប់អារម្មណ៍អាដាមលោកជំទាវលោកស្រីអ្នកគ្រូទស្សនិកជនទាំងអស់គ្នាមកទស្សនាបទបង្ហាញសម្ដែងបទបង្ហាញសមត្ថភាពរបស់បងប្អូនទាំងពីរក្រុមទៅលើវិធានបទទី3ដែលបានលើកឡើងថាការបង្កើនបរិមាណគ្រូបង្រៀនជាមធ្យោបាយប្រសើរបំផុតជាងការបង្កើនបរិមាណសាលារៀនដូច្នេះចាប់ដើមនៅក្នុងវគ្គទី1យើងសូមស្នើយើងសូមគោរពអញ្ជើញដល់បេក្ខជនទី1នេះក្រុមស្របឡើងមកបង្ហាញខ្លឹមសារនៅលើកលិករបស់ខ្លួនតបអរគុណប្រទេសជាតិមួយមានការរីកចម្រើនគឺអាស្រ័យទៅនឹងវត្តមានរបស់យុវជនដែលជាធនធានមនុស្សរបស់សង្គមជាតិចំណែកឯការលើកកម្ពស់គុណភាពនៃវិស័យអប់រំគឺត្រូវការមានការចូលរួមយ៉ាងចាំបាច់ពីវត្តមានរបស់គ្រូបង្រៀនតាមពិតទេអង្គវេទិកាទាំងមូលការវិនិយោគទៅលើគ្រូបង្រៀនគឺជាការបង្កើននូវធនធានមនុស្សដែលមិនចេះរៀនស្ងួតគ្រូបង្រៀនគឺជាឆ្អឹងខ្នងនៅក្នុងកំណែទម្រង់ការអប់រំនៅក្នុងសាលារៀនឲ្យកាន់តែប្រសើរឡើងជាកិច្ចចាប់ដើមនាងខ្ញុំសូមលំអរកាយគោរពដល់វត្តមានរបស់គណៈអធិបតីគណៈកម្មការជាអ្នកដាក់បន្ទុកបើលោកគ្រូអ្នកគ្រូនិងអង្គវេទិកាទាំងមូលជាទីគោរពក៏ដូចជាសួស្តីទៅដល់មិត្តក្រុមបដិសេធជាទីស្រឡាញ់
នាងខ្ញុំឈ្មោះយីមនីរតនាជាបេក្ខជនទី1តំណាងឲ្យក្រុមស្របដែលមកពីវិទ្យាល័យហ៊ុនសែនមកគ្រប់គ្រងយ៉ាងពេញទំហឹងទៅលើប្រធានបទដែលបានលើកឡើងថាការបង្កើននៃបរិមាណគ្រូបង្រៀនគឺជាមធ្យោបាយប្រសើរបំផុតជាជាងការបង្កើនបរិមាណសាលារៀនដើម្បីលើកកម្ពស់គុណភាពអប់រំដើម្បីជាជំនួយរួមចំណែកនៅក្នុងការបកស្រាយកម្រិតប្រធានបទខាងលើឲ្យកាន់តែស៊ីជម្រៅនៅក្បោះក្បាយថែមមួយកម្រិតទៀតនោះអនុញ្ញាតឲ្យនាងខ្ញុំបញ្យល់ន័យនៃពាក្យគន្លឹះនៅក្នុងប្រធានបទបើយោងទៅតាមសិភៅសមិទ្ធផល10ឆ្នាំនៃកំណែទម្រង់បណ្ដុះបណ្ដាលគ្រូបង្រៀនដែលរៀបរៀងឡើងដោយក្រសួងអប់រំយុវជននិងកីឡាចំណែកឯពាក្យថាមធ្យោបាយគឺសំដៅទៅលើដំណោះស្រាយឧបាយជាកណ្ដាលដំណើរទំនងដ៏ល្មមសមគួរសម្រាប់ធ្វើកិច្ចការអ្វីមួយឲ្យបានសម្រេចតាមបំណងនេះបើយោងទៅតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតបពុំគ្រាទី5នៅក្នុងគ្រិស្តសករាជ1967ដោយឡែកពាក្យថាលើកកម្ពស់គឺមានន័យថាជាការគ្រប់គ្រងនិងការលើកទឹកចិត្តដើម្បីមូលហេតុឬក៏បំណងណាមួយនេះបើយោងទៅតាមក្រុមប្រឹក្សាជាតិភាសាខ្មែរក្នុងគ្រិស្តសករាជ2022ដែលត្រូវបានបោះពុម្ពជាសៀវភៅនៅទម្រង់ Digital ដោយរាជបណ្ឌិតសភាកម្ពុជាដូចនេះប្រធានបទខាងលើគឺមានន័យសេចក្តីជារួមថាការបង្កើននៅបរិមាណគ្រូបង្រៀនគឺជាការបន្ថែមលើចំនួនឆ្អឹងខ្នងសសរទ្រូងនិងជាអ្នកធានាឲ្យមានគុណភាពនៃវិស័យអប់រំក៏ដូចជាអ្នកតម្រង់ទិសកុមារនិងយុវជនកម្ពុជាខ្លាយទៅជាមូលធនមនុស្សពេញលេញនៅក្នុងសង្គមជាតិនេះគឺជាដំណោះស្រាយយ៉ាងល្អបំផុតជាជាងការបង្កើននៅទីកន្លែងរៀនសូត្រដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែប្រសើរឡើងអាស្រ័យហេតុនេះហើយទើបក្រុមស្របយើងខ្ញុំមានគំនិតសុខនិយមចំពោះប្រធានបទដែលបានលើកឡើងខាងលើព្រមទាំងបានពំនាំយកនៅ3ចលហេតុកយ៉ាងសំខាន់រួមមានចលហេតុកទី1កាតព្វកិច្ចរបស់គ្រូបង្រៀននៅក្នុងវិស័យអប់រំចលហេតុកទី2គ្រូបង្រៀនគឺជាសសរស្តម្ភនៅក្នុងវិស័យអប់រំចលហេតុកទី3សក្តានុពលនៃឥទ្ធិពលនៅក្នុងការបង្កើនបរិមាណគ្រូបង្រៀននៅក្នុងវិស័យអប់រំយោងទៅតាមចលហេតុកទាំង3ដែលបានលើកឡើងខាងលើគឺជាកត្តាជំរុញនៅក្នុងការបកស្រាយកម្រិតប្រធានបទឲ្យកាន់តែស៊ីជម្រៅនាងខ្ញុំសូមគោរពអរគុណនិងសូមអរគុណបាទអរគុណបងប្អូនអរគុណបងប្អូនបេក្ខជនទី1នៃក្រុមស្របដែលបានលើកឡើងក្នុងសារដែលឲ្យតបបងប្អូនពីតទៅទៀតនេះសូមក្រុមបដិសេធបេក្ខជនទី1នៃក្រុមបដិសេធឡើងមកបកស្រាយក្នុងសារនឹងដែលឲ្យតបរបស់ខ្លួនសូមអរគុណជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមជម្រាបសួរគណៈកម្មការលោកគ្រូនិងអវេទកាទាំងមូលជាទីគោរពមិត្តក្រុមស្របជាទីរាប់អានអវេទកាទាំងមូលជាទីគោរពសូមកាត់បន្តិចទៅមើលថាតើការបង្កើនបរិមាណគ្រូតែមួយមុខបើមិនមានការបង្រៀនសាលានៅលើកម្ពស់និងការពង្រឹងសមត្ថភាពគ្រូផងតែឲ្យគុណភាពអប់រំសម្រាប់បានយ៉ាងដូចម្ដេចមើលជាដល់ការបោះស្រាយប្រធានបទខាងលើសូមអនុញ្ញាតឲ្យលោកនាងខ្ញុំបញ្យល់នៅពាក្យគន្លឹះដែលមានក្នុងប្រធានបទជាមុនសិនបើយើងទៅតាមវចនានុក្រមខ្មែរឆ្នាំ2023បានបង្ហាញថាបង្កើនមានន័យថាការបង្កើនមានន័យថាការធ្វើឲ្យការធ្វើលើច្រាឡើងរៀបពាក្យបរិមាណមានថាប្រមាណចំនួនដែលឡាយពាក្យមធ្យោបាយមានន័យថាមានន័យសំដៅទៅលើតែជួយមានការពិភាក្សាឲ្យពាក្យគុណភាពមានន័យថាភាពនៃរបស់ដែលមានភាពតក្កដូច្នេះមានបាត់ខាងលើចាំមានថាការចំនួនអ្នកដែលផ្ដល់សេវាអប់រំទូមានគឺជាមធ្យោបាយដ៏សំបំផុតជាងការធ្វើឲ្យការឬពង្រីកបន្ថែមនៅចំនួនទីតាំងដែលផ្ដល់សេវាអប់រំអ្នកបង្ហាត់នៅទីកន្លែងសម្រាប់ផ្ដល់សេវាអប់រំឬស្ថានសិក្សាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាអវេទកាទាំងមូលជាទីគោរពក្រុមខ្ញុំមិនបានយកឃើញទេថាការបរិមាណគ្រូបង្រៀនគឺជាមធ្យោបាយដ៏ប្រសើរបំផុតផ្ទុយទៅវិញការបង្កើនបរិមាណសាលារៀនឲ្យដល់មូលដ្ឋានសិក្សាបង្ខិតសេវាអប់រំឯកតេយ្យទៅជាមធ្យោបាយដ៏ប្រសើរបំផុតនិងគឺជាកត្តាចម្បងគោលសំណការព្រោះនឹងស្ដាប់ការប្រសាសនានិងការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធក្នុងការលើកកម្ពស់គុណភាពអប់រំព្រោះថាការបង្កើនបរិមាណគ្រូតែមួយមុខมันអាចលើកកម្ពស់គុណភាពប្រសើរបានឡើយបើយកតាមអង្គការ UNESCO ឆ្នាំ2023បានបង្ហាញថាប្រទេសដែលបានវិនិយោគសិក្សាគឺការសិក្សានិងការពង្រឹងសមត្ថភាពគ្រូបានបង្កើនការសិក្សាឲ្យសិស្សរហូតដល់ 30% បើប្រៀបធៀបនឹងប្រទេសដែលបង្កើនគ្រូតែមួយមុខនេះបង្ហាញថាការបង្កើនបរិមាណគ្រូដែលមានសាលាសម្រាប់បង្រៀនមិនអាចជះឥទ្ធិពលវិជ្ជមានទៅលើគុណភាពអប់រំបានឡើយអវេទកាទាំងមូលជាទីគ្រប់ចុងក្រោយក្រុមយើងខ្ញុំនៅតែបដិសេធទៅលើប្រធានបទខាងលើព្រោះថាការបង្កើនបរិមាណគ្រូមិនមែនជាមធ្យោបាយដ៏ល្អបំផុតឡើយដោយទៅវិញការបង្កើនបរិមាណសាលានិងការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទើបជាកត្តាចាំបាច់នេះខ្ញុំសូមអរគុណសូមអរគុណ
បាទសូមអរគុណដល់បងប្អូនទាំងជនទី1នៃក្រុមបដិសេធជាតទៀតនេះតទៅនេះសូមបច្ចុប្បន្នទី2លើកចាត់ឲ្យក្រុមទីទាំងជនទី2នៃក្រុមបដិសេធក្រុមស្របលើកចាត់ឲ្យតទី1សូមអរគុណ ជំងឺផ្លូវកាយជំងឺផ្លូវចិត្តជំងឺទាំងអស់នោះពិតអាចគ្រូពេទ្យព្យាបាលបានចុះប្រសិនបើយើងមានជំងឺអត្តចរិតនិងអវិជ្ជាវិញនោះតើអ្នកណាជាអ្នកព្យាបាលឲ្យយើងបានគឺគ្រូបង្រៀនទៅអង្គវេទិកាទាំងមូលជាបឋមខ្ញុំបាទសូមគោរពទៅដល់អង្គវេទិកាទាំងមូលជាទីគោរពក៏ដូចជាសួស្តីទៅកាន់មិត្តក្រុមបដិសេធជាទីស្រឡាញ់ខ្ញុំបាទឈ្មោះរ៉ាត់មេការ៉ាជាបេក្ខជនទី2តំណាងឲ្យក្រុមស្របនៃវិទ្យាល័យហ៊ុនសែនសេកណ្ដាលសូមឡើងមកបកស្រាយនីតិលេខកទី1ដែលស្ដីពីកាតព្វកិច្ចរបស់គ្រូបង្រៀននៅក្នុងវិស័យអប់រំអង្គវេទិកាទាំងមូលជាទីគោរពមិត្តក្រុមបដិសេធជាទីស្រឡាញ់ប្រសិនបើសាលារៀនអាចបំពេញតួនាទីគ្រប់គ្រាន់ក្នុងការលើកកម្ពស់គុណភាពនៃវិស័យអប់រំចុះហេតុអ្វីរាល់ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាពគ្រូដោយការប្រឡងចូលលោកគ្រូបង្រៀនបន្ថែមទៀតទៅណាមិត្តក្រុមបដិសេធជាការពិតណាស់គ្រូបង្រៀនគឺពិតជាសំខាន់ខ្លាំងដែលមិនអាចខ្វះបាននៅក្នុងការធ្វើឲ្យដំណើរការកំណែទម្រង់គ្រប់គ្រងវិស័យអប់រំប្រកបដោយចីរភាពនៅក្នុងឆ្នាំ2030របស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យព្រោះថាគ្រូបង្រៀនបានដើរតួយ៉ាងសំខាន់3គឺបង្រៀនអប់រំនិងដឹកនាំសិស្សគ្រូបង្រៀនបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តនិងពេលវេលាមកបង្រៀនដោយមិនគិតពីភាពនឿយហត់សោះឡើយពួកលោកទាំងពីរបានយកចំណេះជំនាញប្រាជ្ញារបស់ខ្លួនទៅបណ្ដុះបណ្ដាលសិស្សឲ្យមានចំណេះដឹងមានជំនាញច្បាស់លាស់សមប្រកបទៅដោយសម្បត្តិ4ប្រការគឺរូបសម្បត្តិចរិយាសម្បត្តិវិជ្ជាសម្បត្តិនិងទ្រព្យសម្បត្តិស័ក្តិសមជាធនធានមនុស្សដែលមានសក្តានុពលយ៉ាងពិតប្រាកដលើពីការបង្រៀនមេរៀននៅក្នុងសៀវភៅលោកគ្រូអ្នកគ្រូបានបង្រៀននៅមេរៀនជាច្រើនដែលតកតទៅនៅក្នុងការរស់នៅនាពេលបច្ចុប្បន្ននេះដូចជាការផ្ដល់បទពិសោធន៍បំណិនជីវិតអប់រំទូមានណែនាំព្រានប្រដៅនិងត្រួសត្រាយផ្លូវដល់សិស្សនិស្សិតឲ្យឆ្ពោះទៅរកភាពអនាគតប្រកបដោយភាពភ្លឺស្វាងសមដោយសុភាសិតមួយថាគ្រូបង្រៀនអាចបង្រៀនសិស្សឲ្យខ្លាចជាសិទ្ធិបានប៉ុន្តែគ្រូបង្រៀននៅតែជាគ្រូបង្រៀននៅពេលដែលសិស្សដើរផ្លូវខុសនិងប្រព្រឹត្តអំពើរំប្រក្តីតើអ្នកណាជាអ្នកណែនាំឲ្យសិស្សដើរផ្លូវត្រូវវិញប៉ុន្តែអង្គវេទិកាទាំងមូលចម្លើយនោះគឺគ្រូបង្រៀនជាក់ស្ដែងបើយោងទៅតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានលើកឡើងថាកាលពីថ្ងៃទី5ខែតុលាឆ្នាំ2022វេលាប្រពៃទិវាគ្រូបង្រៀនក្រោមប្រធានបទថាគ្រូបង្រៀនយើងប្រទេសជាតិយើងនិងអនាគតយើងគ្រូបង្រៀនត្រូវបានចាត់ទុកទៅជាឪពុកម្ដាយទី2ដែលពួកលោកទាំងពីរបាននៅពួកលោកទាំងពីរនៅចាំតម្រង់ទិសណែនាំអប់រំទូមានពួកយើងដូចជាកូនបង្កើតរបស់គាត់អញ្ចឹងទោះបីជាលោកមានជំងឺមានវិបត្តិយ៉ាងណាក៏ដោយក៏លោកនៅតែមកបង្រៀនមើលថែមកបង្រៀនដើម្បីឲ្យចង់ឲ្យសិស្សមានចំណេះដឹងជ្រៅជ្រះហើយអាចយកចំណេះទាំងនោះទៅប្រើប្រាស់បានគ្រប់បរិបទនៃដំណើរការរស់នៅប្រចាំថ្ងៃក៏ដូចជានៅថ្ងៃអនាគតផងដែរតួយ៉ាងបើយោងទៅតាមឯកសារពង្រឹងការអនុវត្តច្បាប់ដែលរៀបចំដោយនាយកដ្ឋាននីតិកម្មក្រោមប្រធានបទថាកាតព្វកិច្ចដែលរៀបចំដោយនាយកដ្ឋាននីតិកម្មក្រោមប្រធានបទថាកាតព្វកិច្ចបុគ្គលិកអប់រំក្រមសីលធម៌គ្រូបង្រៀនវិជ្ជាជីវៈគ្រូបង្រៀនគឺត្រូវតែមានកាតព្វកិច្ចក្នុងការបណ្ដុះបណ្ដាលសិស្សឲ្យមានចំណេះដឹងមានក្រមសីលធម៌ល្អស្របតាមវិស័យអប់រំដែលអាចឲ្យមានការអភិវឌ្ឍជាតិផងដែរគ្រូបង្រៀនល្អត្រូវមានកាតព្វកិច្ចដូចជាតាមដានលទ្ធផលសិក្សារបស់សិស្សប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈជាគ្រូបង្រៀនហើយប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈជាគ្រូបង្រៀនផងដែរតួយ៉ាងបើយោងទៅតាមឯកសារស្តង់ដារវិជ្ជាជីវៈនៃគ្រូបង្រៀននាយកដ្ឋានបណ្ដុះបណ្ដាលនិងវិកលការឆ្នាំ2016ក៏ដូចជាដែរជាពិសេសជាងនេះទៅទៀតនោះគឺគ្រូបង្រៀនគឺជាបុគ្គលដែលមើលឃើញពីទេពកោសល្យរបស់សិស្សមុននឹងសិស្សទៅទៀតលោកបានដកខាត់ទេពកោសល្យទាំងនោះឲ្យក្លាយជាទេពកោសល្យដ៏ល្អថ្លៃថ្លាដែលអាចយកទៅប្រើប្រាស់បានគ្រប់នៅក្នុងជីវិតខ្លួនឯងគ្រួសារនិងសង្គមជាតិបានផងដែរពិសេសជាងនេះទៅទៀតនោះគឺគ្រូបង្រៀនគឺចាំតែនៅញញឹមអបអរសាទរជាមួយយើងនៅពេលដែលយើងជោគជ័យនៅក្នុងជីវិតក៏ដូចជានៅក្នុងការសិក្សារីឯនៅពេលដែលយើងជួបបញ្ហាឬវិបត្តិវិញនោះលោកតែងជំរុញលើកទឹកចិត្តឲ្យយើងយកឈ្នះនៅបញ្ហាទាំងនោះផងដែរទាំងអស់នេះហើយដែលសបញ្ជាក់ឲ្យឃើញថាគ្រូបង្រៀនគឺពិតជាសំខាន់និងតែងតែនៅចិត្តសិស្សគ្រប់ពេលវេលានៅចាំជួយលើកទឹកចិត្តសិស្សឲ្យយកឈ្នះនៅបញ្ហាទាំងឡាយនិងនៅក្នុងគ្រប់កលៈទេសៈទាំងអស់ប្រសិនបើគ្មានគ្រូបង្រៀនទេតើអ្នកណាជាអ្នកដឹកនាំជាអ្នកអប់រំនិងជាអ្នកអប់រំសិស្សឲ្យខ្លាយទៅជាធនធានមនុស្សពេញលេញទៅឬមួយក៏អគារសិក្សាអាចបំពេញតួនាទីទាំងអស់នោះទៅណាមិត្តក្រុមបដិសេធសរុបជារួមមកគ្រូបង្រៀននៅតែសំខាន់នៅក្នុងវិស័យអប់រំព្រោះថាគ្រូបង្រៀនគឺជាបុគ្គលដែលមានទេពកោសល្យដ៏ល្អប្រពៃក្នុងការបង្រៀនឲ្យសិស្សមានចំណេះដឹងហើយអាចក្លាយទៅជាធនធានមនុស្សពេញលេញដែលអាចយកទៅអភិវឌ្ឍជាតិបានមួយកម្រិតទៀតផងដែរគ្រូបង្រៀនគឺជាអ្នកត្រួសត្រាយផ្លូវដល់សិស្សនិស្សិតដែលជួបផលលំបាកនិងត្រួសត្រាយផ្លូវឲ្យសិស្សឈានទៅរកភាពអនាគតប្រកបដោយភាពភ្លឺស្វាងដូច្នេះហើយបានជាបរិមាណគ្រូនៅតែសំខាន់ជាបរិមាណសាលារៀននៅក្នុងវិស័យអប់រំព្រោះមានតែបរិមាណគ្រូនោះទេដែលអាចធ្វើឲ្យវិស័យអប់រំមានការជឿនលឿនបានណាមិត្តក្រុមបដិសេធជាចុងក្រោយខ្ញុំបាទនៅតែប្រកាន់គោលចំហយ៉ាងរឹងមាំ
នៅក្នុងការលើកចាត់លិខិតរបស់យើងខ្ញុំមកគ្រប់គ្រងប្រធានបទខាងលើសូមគោរពអរគុណនិងសូមអរគុណ អរគុណបងប្អូនបេក្ខជនទី2នៃក្រុមស្របជាតទៅទៀតនេះសូមដល់បេក្ខជនទី2នៃក្រុមបដិសេធអមរយៈពេល5នាទីក្នុងការបកស្រាយនិងលើកដាក់លិខិតកទី1សូមអរគុណ អត់ស្អីលឺយ៉ាងគណៈកម្មការជួយមើល អត់បើកម៉ៃទេមើលម៉ៃបើកអត់ បើកអត់បានសម្រាប់លីសលេងគ្រប់គ្រូ លឺនោះលឺខ្សោយយ៉ាង គឺស្អីលោកគ្រូអ្នកសម្របសម្រួលស្ដាប់អត់ឮទេខាងខ្ញុំស្ដាប់អត់ឮទេ លឺខ្សោយ អីលោកគ្រូគាត់ដោយសារហ្នឹងគាត់នេះលោកគ្រូដាក់បន្ទុកធម្មតាលោកគ្រូអូនស្អីអានេះជួយសេរីតិចទៅជួយសេរីមីក្រូហ្វូនខ្លួនឯងតិចទៅ ម៉ៃក្រូហ្វូនអូនស្រីឯងតាមស្ដាប់ គាត់លឺទៅនិយាយហ្នឹងតែបច្ចុប្បន្ន ការបង្កើតសាលារៀន ពាក់ម៉ៃគ្រូនិយាយតទៀត ការបង្កើតសាលារៀនដែលបង្កើតស្វាអប់រំឲ្យការតិចទៅនឹងរងការរបស់ប្រជាពលរដ្ឋវាគឺជាកត្តាដ៏សំខាន់បំផុតវាគឺជាកត្តាដ៏សំខាន់បំផុតក្នុងការលើកកម្ពស់វិស័យអប់រំមិនតែប៉ុណ្ណោះវាអាចផ្ដល់ឱកាសដល់សិស្សានុសិស្សឬកុមារទទួលបានការសិក្សាស្មើគ្នាបានទទួលបានការសិក្សាទទួលបានការសិក្សាស្មើគ្នាការកើនឡើងនៃចំនួនសិស្សគឺជាកត្តានិយាយតការកើនឡើងនៃចំនួនសាលារៀនមិនត្រឹមតែផ្ដល់ឱកាសដល់សិស្សានុសិស្សទទួលបានការសិក្សាស្មើគ្នាប៉ុណ្ណោះទេប៉ុន្តែវាជួយការសម្រួលដល់បរិយាកាសនៅក្នុងការសិក្សានៅពេលដែលក្នុងថ្នាក់មួយមានចំនួនសិស្សតិចគ្រូបង្រៀនអាចយកចិត្តទុកដាក់ទៅលើសិស្សម្នាក់ៗបាននិងផ្ដល់ការគាំទ្រតាមពេលវេលាទៅដល់ពួកគេមិត្តក្រុមស្របជាទីរាប់អានបើមិត្តក៏តែបង្កើនបរិមាណគ្រូបង្រៀនចុះបរិមាណសាលារៀនបើសិនជាដូចជានាងខ្ញុំសំលើកឡើងនៅហេតុការណ៍មួយដែលកើតឡើងនៅថ្ងៃទី13ខែតុលាឆ្នាំ2022ដែលមានសន្និដ្ឋកម្មកើតឡើងដោយការលេខទុកដល់នាងខ្ញុំក៏សូមចូលរួមលេខទុកដល់គ្រួសារជនរងគ្រោះផងដែរមិត្តក្រុមស្របចាក់គិតទៅមើលបើសិនជាពេលនោះមានសាលានៅក្នុងតំបន់ពួកគេរស់នៅតើពួកគេចាំបាច់លំបាកជិះឆ្លងទូកដោយប្រថុយប្រឋាននឹងគ្រោះថ្នាក់មករៀននៅត្រៃម្ខាងទៀតដែរឬទេដូចនេះនាងខ្ញុំនៅតែក្រុមត្រូវនៅតែរហេកថាការបង្កើតសាលារៀនគឺជាកត្តាដ៏សំខាន់បំផុតនៅក្នុងការលើកកម្ពស់វិស័យអប់រំមិនមែនតែការបង្កើនតែគ្រូបង្រៀនមួយមុខតែប៉ុណ្ណោះទេនាងខ្ញុំសូមអរគុណនិងសូមអរគុណនិងសូមអរគុណ បាទសូមអរគុណបងប្អូនបេក្ខជនទី2នៃក្រុមបដិសេធទីតទៀតនេះសូមបងប្អូនបេក្ខជនទី3នៃក្រុមស្របឡើងមកបកស្រាយចាត់លិខិតទី2នៃក្រុមសូមចាប់ផ្ដើម គ្រូបង្រៀនគឺជាសរសៃឈាមគឺជាបេះដូងនៃវិស័យអប់រំហើយចុះប្រសិនបើវិស័យអប់រំនិងសរសៃឈាមទាំងនោះត្រូវបានខ្វះខាតតើឲ្យការបង្រៀនដំណើរការបានរលូនទៅណាទៅយ៉ាងម៉េចទៅមិត្តក្រុមបដិសេធជាបឋមនេះខ្ញុំសូមគោរពទៅដល់អង្គវេទិកាទាំងមូលដូចជាសួស្ដីទៅកាន់មិត្តក្រុមបដិសេធជាទីស្រឡាញ់នេះខ្ញុំមានឈ្មោះថាឈាមដាលីនជាបេក្ខជនទី3នៃក្រុមស្របសូមឡើងបកស្រាយចាត់លិខិតទី2ដែលអំពីគ្រូបង្រៀនជាសសរស្តម្ភក្នុងវិស័យអប់រំ
អង្គវេទិកាទាំងមូលជាទីគោរពមិត្តក្រុមបដិសេធជាទីស្រឡាញ់ប្រសិនបើការបង្កើនបរិមាណសាលារៀនគ្រូបង្រៀនមិនសំខាន់ដោយការបង្កើនបរិមាណសាលារៀនទេចុះហេតុអ្វីបានជាក្រសួងអប់រំយុវជននិងកីឡាបានកំណត់ចូលថ្ងៃទី5ខែតុលាសម្រាប់ជាថ្ងៃប្រារព្ធទិវាគ្រូបង្រៀនទៅតាមវិធានបទផ្សេងៗដោយដែលយើងដឹងហើយថាការប្រារព្ធទិវាគ្រូបង្រៀនគឺមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌និងប្រពៃណីរបស់សិស្សានុសិស្សនិស្សិតនិងយុវជនឲ្យគោរពនៅគំនូបបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេសដែលបានខិតខំតស៊ូអំណត់អត់ធ្មត់ក្នុងការបង្ហាត់បង្រៀនសិស្សព្រមទាំងជាវិស្វករប្រឡងជ្រាបច្បងក្នុងការអប់រំក្នុងការបង្ហាត់បង្រៀនទៅសិស្សានុសិស្សឲ្យមានចំណេះដឹងសម្រាប់ការការពារការកសាងនិងការអភិវឌ្ឍជាមាតុភូមិលើគ្រប់វិស័យហើយនេះបើយកទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាក្នុងឱកាសទិវាគ្រូបង្រៀននៅក្នុងឆ្នាំ2023បានប្រព្រឹត្តទៅក្រមវិធានបទថាគ្រូបង្រៀនជាសសរស្តម្ភនៃកំណើតក្នុងសាលារៀនឆ្ពោះទៅរកឧត្តមភាពបន្ថែមពីលើនេះទៅទៀតគ្រូបង្រៀនអាចបង្រៀនបានគ្រប់ទីកន្លែងគ្រប់ពេលវេលាមិនថាទោះក្នុងកលៈទេសៈណាក៏ដោយទោះបីជាខ្វះខាតនូវសម្ភារៈមិនគ្រប់គ្រាន់សម្ភារៈគ្រូមិនគ្រប់គ្រាន់ក៏គ្រូនៅតែអាចទៅចំណេះដឹងដល់សិស្សបានដែរគ្រប់ស្ថានភាពណាក៏ដោយក៏គ្រូនៅតែបន្តពុះពៀរកឧបសគ្គគ្រប់បែបយ៉ាងដើម្បីផ្ដល់នូវចំណេះដឹងដល់សិស្សានុសិស្សសូមដោយប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីសូមដោយប្រសាសន៍របស់បណ្ឌិតសភាចារហងជួនអរ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដែលបានពោលថាគ្រូបង្រៀនគឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំគឺជាឆ្អឹងខ្នងនៃការអប់រំហើយក៏ជាអ្នកអប់រំជួរមុខដែលបានធ្វើការជាមួយសិស្សនិស្សិតបង្កើតបរិយាកាសសិក្សាប្រកបដោយប្រសិទ្ធភាពរៀបចំសកម្មភាពបង្រៀននិងមានទំនាក់ទំនងល្អជាមួយសិស្សមេដាបេដាដើម្បីធានាបាននូវសមភាពនិងបរិយាបន្ននៅក្នុងការអប់រំក្នុងន័យនេះហើយដែលបង្ហាញឲ្យឃើញថាគ្រូបង្រៀនពិតជាមានសារៈសំខាន់ណាស់គ្រូជាអ្នកបង្កើនបរិយាកាសនៃការសិក្សារៀបចំសកម្មភាពបង្រៀនប្រកបដោយប្រសិទ្ធភាពនិងបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសិស្សមេដាបេដាហើយអស់លោកបានខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនក្នុងការបង្រៀនដល់សិស្សានុសិស្សដែលភាពស្មោះសរចេញពីបេះដូងគ្រូបង្រៀនបានខិតខំតស៊ូអំណត់អត់ធ្មត់ព្យាយាមដើម្បីផ្ទេរនូវចំណេះដឹងរបស់ខ្លួនទៅដល់សិស្សានុសិស្សព្រមទាំងទូមានសិស្សគ្រប់កម្រិតឲ្យប្រព្រឹត្តតែអំពើល្អស្គាល់តែអំពើល្អគោរពចាស់ទុំស្របតាមកំណត់ថ្មីរបស់សតវដំនៃការអប់រំទាំង4គឺទី1រៀនដើម្បីមានចំណេះដឹងទី2រៀនដើម្បីមានចំណេះធ្វើទី3រៀនដើម្បីមានសីលធម៌ល្អហើយនៅទី4គឺរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាជាក់ស្ដែងបើយកទៅតាមក្រសួងអប់រំយុវជននិងកីឡាបានសូមថ្លែងអំណរគុណដល់បុគ្គលិកអប់រំគ្រប់ដំណាក់ថ្នាក់និងក្រុមការងារវិស័យអប់រំក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រនៅក្នុងឆ្នាំ2019រហូតដល់ឆ្នាំ2023និងកំណែទម្រង់វិស័យប្រកបដោយផ្លែផ្កាហើយជាមូលដ្ឋានសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ2024រហូតដល់ឆ្នាំ2028ហើយក្រសួងក៏នៅតែសំណូមពរឲ្យបន្តសហការជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំក្នុងឆ្នាំ2024ដល់ឆ្នាំ2028ដើម្បីសម្រេចបានលទ្ធផលដែលបានគ្រោងទុកនេះយកទាំងអស់នេះគឺយកទៅតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ2024រហូតដល់ឆ្នាំ2028ដែលបានចុះផ្សាយនៅថ្ងៃទី28ខែមិថុនាឆ្នាំ2024ដោយរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបណ្ឌិតសភាចារហងជួនអរ៉ុនគ្រូតាមអំណះខាងលើសូមបញ្ជាក់ឲ្យបានឃើញថាការបង្កើនបរិមាណគ្រូបង្រៀនគឺជាកត្តាដ៏សំខាន់បំផុតជាងការបង្កើនបរិមាណគ្រូសាលារៀននៅក្នុងវិស័យអប់រំជាចុងក្រោយនាងខ្ញុំនៅតែមានគោលចំហយ៉ាងរឹងមាំក្នុងការចាត់លទ្ធិកររបស់ក្រុមសពយើងខ្ញុំប្រកបត្រូវធាតុរបស់ខាងលើសូមគោរពអរគុណហើយនឹងសូមអរគុណសូមអរគុណដល់កាន់ប្អូនបញ្ជនទី3នៃក្រុមស្របដូចជាតទៀតនេះសូមបញ្ជនទី3នៃក្រុមបដិសេធឡើងមកបកស្រាយខ្លឹមសារនិងចាត់លទ្ធិករទី2របស់ខ្លួនសូមចាប់ផ្ដើមបាទជាកិច្ចចាត់ដើរខ្ញុំសូមគោរពដល់គណៈកម្មការវិម្លាយនិងអង្គវេទិកាទាំងមូលជាទីគោរពនេះខ្ញុំឈ្មោះសន្និសាមកពីក្រុមបដិសេធនៃវិទ្យាល័យវឌ្ឍនជុងលៀបនឹងមកបកស្រាយតែលហើយក៏ទៅពីដំណើរការថារចនាសម្ព័ន្ធយ៉ាងណាមិញទោះបីជាមានគ្រូចាស់យ៉ាងណាក៏ដោយតែប្រសិនបើសាលារៀននោះមានភាពតូចចង្អៀតឬខ្វះខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងនោះការបង្រៀននិងការសិក្សាស្រាវជ្រាវក៏ជួបបញ្ហាលំបាកដែរសិស្សច្រើនតែគ្មានសាលារៀននាំឲ្យគ្រូពិបាកក្នុងការបង្រៀននិងពិបាកគ្រប់គ្រង
មិនត្រឹមតែប៉ុណ្ណោះការធ្វើដំណើរទៅមកក៏ជួបបញ្ហាលំបាកដែរព្រោះសាលារៀនមានចំនួនតិចសិស្សត្រូវបង្ខំចិត្តទៅរៀននៅឆ្ងាយពីផ្ទះលើពីនេះទៀតដោយសារតែសាលារៀនឆ្ងាយពេកសិស្សខ្លះអាចនឹងបោះបង់ចោលការសិក្សាព្រោះត្រូវចំណាយថវិកាច្រើនក្នុងការធ្វើដំណើរទៅមកបើមានសាលារៀនច្រើនអាចជួយសម្រួលដល់សិស្សានុសិស្សនិងគ្រូបានច្រើនហើយធានាបាននូវសុវត្ថិភាពទាំងសិស្សនិងគ្រូមិនលំបាកធ្វើដំណើរទៅមកហើយធានាបាននូវសុវត្ថិភាពទាំងគ្រូទាំងសិស្សការបង្កើតសាលារៀនក៏អាចនាំទៅដល់ការបែងចែកធនធានមួយកាន់តែប្រសើររាជរដ្ឋាភិបាលនិងអង្គការផ្សេងៗអាចបែងចែកគ្រូសម្ភារៈសិក្សានិងបែងចែកវិជ្ជាទៅតាមតម្រូវការរបស់សាលារៀននីមួយៗការបែងចែកធនធានប្រកបដោយសមធម៌នេះនឹងអាចលើកនឹងអាចជួយកាត់បន្ថយគម្លាតនៃគុណភាពអប់រំរវាងសាលានៅទីក្រុងនិងទីជនបទទន្ទឹមនឹងនេះការសាងសង់សាលារៀនថ្មីៗក៏អាចរួមបញ្ចូលនៅហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាបន្ទប់ពិសោធន៍កីឡាហាត់ប្រាណបណ្ណាល័យនិងឧបករណ៍ទំនើបផ្សេងៗហេដ្ឋារចនាសម្ព័ន្ធទាំងនេះដើរតួនាទីយ៉ាងសំខាន់ដើម្បីលើកកម្ពស់គុណភាពអប់រំនិងជំរុញការអភិវឌ្ឍជំនាញសិស្សក្រៅពីចំណេះដឹងក្នុងសៀវភៅសូមអរគុណ ជាតទៅទៀតសូមអរគុណទៅកាន់បងប្អូនក្រុមបដិសេធជាកិច្ចបន្តសូមបងប្អូនបេក្ខជនទី4នៃក្រុមស្របឡើងលើកតែអធិការទី3របស់ខ្លួនដើម្បីបង្ហាញទៅដល់ទស្សនិកជនសូមចាប់ផ្ដើម មិត្តសហគិតទៅមើលថាបើក្នុងវិស័យអប់រំមានតែសាលារៀនខ្វះអ្នកបណ្ដុះបណ្ដាលចំណេះដឹងនិងបង្រៀនដូចជាគ្រូបង្រៀនណា តែឯកការអប់រំអាចដំណើរការបានយ៉ាងដូចម្តេចទៅជាបឋមនៃខ្ញុំសូមគោរពដល់អង្គវេទិកាទាំងមួយជាទីគោរពក៏ដូចជាសួស្តីទៅកាន់ក្រុមបដិសេធជាទីស្នេហានេះខ្ញុំឈ្មោះមេស្រីតាជាបេក្ខជនទី4នៃក្រុមស្របសម្រាប់លើកឡើងនៅពេលហើយកទី3ស្ដីពីសក្តានុពលនិងឥទ្ធិពលក្នុងការបង្កើនបរិមាណគ្រូបង្រៀនក្នុងវិស័យអប់រំ ជាការពិតណាស់គ្រូបង្រៀននៅតែបង្រៀនសិស្សទោះបីជាមិនមានសាលារៀនក៏ដោយមិនមានគ្រូបង្រៀនគឺមិនមានធនធានមនុស្សហើយដំណើរការនៃវិស័យអប់រំក៏មិនអាចធ្វើដំណើរការបានយ៉ាងរលូនដូចសប្តាហ៍ថ្ងៃនេះដែរ អង្គវេទិកាទាំងមួយជាទីគោរពតាមរយៈសិភៅសមិទ្ធផល10ឆ្នាំនៃកំណែទម្រង់នៃវិស័យអប់រំឆ្នាំ2014ដល់ឆ្នាំ2024បានបញ្ជាក់យ៉ាងច្បាស់ថាក្នុងសម័យកម្ពុជាប្រជាធិបតេយ្យវិស័យអប់រំក្នុងប្រទេសកម្ពុជាបានធ្លាក់មកដល់ចំណុច0ក៏ប៉ុន្តែក្រោយថ្ងៃទី7ខែមករាឆ្នាំ1979របស់ប៉ុលពតត្រូវបានដួលរលំដោយសារតែគោលនយោបាយឆ្នេះស្ទះរបស់រដ្ឋាភិបាលនាគណៈពេលនោះវិស័យអប់រំក៏ត្រូវបានស្ដារឡើងវិញដែលមានការចូលរួមយ៉ាងសំខាន់និងមិនអាចខ្វះបាននោះគឺវត្តមានរបស់គ្រូបង្រៀន រដ្ឋាភិបាលបានខិតខំប្រម៉ែប្រមូលគ្រូបង្រៀននិងបញ្ញវន្តនៅសេសសល់ឲ្យមកបង្រៀនអប់រំផ្ទេរចំណេះវិជ្ជារបស់ខ្លួនទៅកាន់សិស្សានុសិស្សដែលប្រើប្រាស់គ្រប់មធ្យោបាយនិងរិះរកគ្រប់ទីកន្លែងរៀនផ្សេងៗក្រៅពីសាលារៀនដូចជាវត្តអារាមតាមផ្ទះប្រជាជននិងក្រោមដើមឈើជាដើម រីឯសម្ភារៈសិក្សាសិស្សវិញនោះសិស្សានុសិស្សបានប្រើប្រាស់ឈុងឬដេអត់ប្រើសម្រាប់ជាឧបករណ៍ជំនួយហើយដូច្នេះហើយកង្វះខាតគ្រូបង្រៀនគឺជាបញ្ហាចាំមួយដែលរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងដោយលោកគិតខំផ្នែករកវិធីសាស្ត្រគ្រប់បែបយ៉ាងក្នុងការជាដំណោះស្រាយដោយលោកនៅតែបន្តប្រព្រឹត្តកម្មវិធីប្រឡងជ្រើសរើសគ្រូបង្រៀនចំនួនទៀតគ្រូបង្រៀនចំនួនបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តដល់យុវជនក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការប្រឡងផងដែរលោកក៏បានយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលចំណេះដឹងជំនាញគរុកោសល្យជំនាញបច្ចេកទេសនិងគុណវុឌ្ឍផ្សេងៗទៅកាន់គ្រូបង្រៀនដើម្បីធានាបាននូវគុណភាពអប់រំជាពិសេសទៀតនោះលោកបានដំឡើងប្រាក់បៀវត្សនិងលើកទឹកចិត្តពេលរង្វាន់លើកទឹកចិត្តទៅដល់គ្រូបង្រៀនដែលឆ្នើមថែមទៀតផង តួយ៉ាងក្នុងកម្មវិធីសន្និបាតបុស្តិ៍លទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា2024និង2025និងទិសដៅឆ្នាំ2024និង2025បានបញ្ជាក់ឲ្យឃើញថាតាមរយៈសម្ដីរបស់ប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកមានប្រសាសន៍ថារដ្ឋាភិបាលនឹងបន្តប្រតិភិភាពក្នុងការជ្រើសរើសចំនួនគ្រូបង្រៀនបន្ថែមទៀតទាំងគ្រូបង្រៀនមិនក្របខ័ណ្ឌនិងគ្រូបង្រៀនជំនាញបច្ចេកទេស នេះសមាជិកឃើញថារដ្ឋាភិបាលកំពុងតែបំពេញតម្រូវការខ្វះខាតគ្រូបង្រៀននៅតាមទីដាំដនដាច់ស្រយាលហើយលោកក៏បានលើកនៅគោលការណ៍តាក់ទាញគ្រូចំនួន3គឺការតាក់ទាញគ្រូតាមរយៈការលើកកម្ពស់និងការគូវិជ្ជារបស់គ្រូបង្រៀន 2 ការតាក់ទាញគ្រូតាម
ការបំពេញក្របខ័ណ្ឌមិនដឹងទេនៅក្នុងសាលានីមួយដែលអាចធានាបាននូវគុណភាពអប់រំបានគឺត្រូវមានវត្តមានរបស់គ្រូបង្រៀនជាកត្តាចម្បងព្រោះថាក្នុងបន្ទប់សិក្សាមួយគឺត្រូវការគ្រូបង្រៀនក្នុងការមើលខុសត្រូវរៀបចំសម្ដាប់ធ្នាប់បោះសម្អាតថ្នាក់រៀបចំសិលធម៌វិន័យឯកសង្ខារសិស្សបង្រៀនមេរៀនថ្មីរំលឹកមេរៀនចាស់ៗព្រមទាំងធ្វើយ៉ាងណាឲ្យបរិយាកាសសិក្សារបស់សិស្សឲ្យល្អនិងកាន់តែមានសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាពហើយលោកក៏ហើយជាពិសេសទៀតនោះការបែងចែកមុខជំនាញច្បាស់លាស់ទៅកាន់គ្រូបង្រៀននីមួយៗគឺពិតជាសំខាន់ណាស់ពោលគឺគ្រូមួយបង្រៀនតែមួយមុខវិជ្ជាប៉ុណ្ណោះលើកលែងតែគ្រូនៅតាមបឋមសិក្សាហើយជាពិសេសទៅទៀតនោះការនាយកសាលាគណៈគ្រប់គ្រងសាលាមន្ត្រីក្រសួងអប់រំទាំងអស់គឺស្ថិតនៅក្រោមការបណ្ដុះបណ្ដាលតាមរយៈគ្រូបង្រៀនទាំងអស់ណាមិត្តក្រុមបដិសេធហើយនៅនេះហើយកង្វះខាតនៃគ្រូបង្រៀនគឺជាកង្វះខាតនៃជំទាស់ដ៏រឹងមាំនិងការទ្រទ្រង់ដ៏សំខាន់នៃវិស័យអប់រំគ្រូបង្រៀនជាវិសាករនៃដួងព្រលឹងនៃវិស័យអប់រំជាអ្នកអប់រំជាអ្នកកសាងផ្លូវជាអ្នកបង្ហាញផ្លូវនៃសេចក្តីសុខនៃការរីកចម្រើនជាគ្រូពេទ្យព្យាបាលរោគល្ងខ្លៅនិងជាគ្រាបញ្ញាញាណនិងជាគ្រឹះកសាងសង្គមជាតិឲ្យមានការរីកចម្រើនជាចុងក្រោយគ្រូបង្រៀននៅតែអាចបង្រៀនសិស្សនិងអាចកសាងធនធានមនុស្សទោះបីជាមិនមានសាលារៀនក៏ដោយក៏ប៉ុន្តែសាលារៀនដែលខ្វះខាតនៅគ្រូបង្រៀនវិញនោះគឺបាត់ណាស់ថាมันអាចបំពេញតួនាទីក្នុងការផ្ដល់គុណភាពអប់រំទៅដល់ការសិក្សានុសិស្សបានយ៉ាងពេញលេញនោះទេណាអង្គវេទិកាទាំងមូលហើយមានខ្ញុំក៏នៅតែប្រកាន់គំនិតសត្យនិយមទៅលើប្រធានបទខាងលើនេះខ្ញុំសូមគោរពអរគុណនិងសូមអរគុណ សូមអរគុណបងប្រជុំទី4នៃក្រុមស្របតិចបន្តសូមប្រជុំទី4ក្រុមបដិសេធលើកចាត់លេខ3របស់ខ្លួនដើម្បីបង្ហាញទៅទស្សនិកជនសូមចាត់ដើម នេះខ្ញុំសូមគោរពដល់គណៈកម្មការវិដំឡៃនិងមិត្តក្រុមស្របនេះខ្ញុំឈ្មោះសាសុបញ្ញាភាមកពីវិទ្យាល័យបញ្ញាសង្លៀបសូមមកលើកបទចាត់លេខទី3ដែលមានន័យថាការបង្កើនបរិមាណសាលារៀនដល់មូលដ្ឋានប្រជាពលរដ្ឋពិតណាស់ការមានសាលារៀនគ្រប់គ្រាន់អាចធ្វើឲ្យសិស្សទទួលបានការអប់រំគ្រប់គ្រាន់និងជៀសវាងការធ្វើដំណើរឆ្ងាយដែលអាចមានឧបសគ្គដល់សិស្សានុសិស្សដែលមានតូចសិស្សានុសិស្សដែលតូចពិបាកធ្វើក្នុងការធ្វើដំណើរក្នុងការធ្វើដំណើរការបង្កើតសាលារៀនដែលបានច្រើននឹងពង្រីកបានកាន់តែច្រើនទៅតាមមិនអាចធ្វើទៅបានគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ការបង្កើតសាលារៀនឲ្យបានកាន់តែច្រើននិងពង្រីកបានកាន់តែច្រើនតាមមិនអាចធ្វើទៅបានគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះកុមារពិបាកក្នុងការធ្វើដំណើរទៅសាលារៀននៅឆ្ងាយព្រោះការធ្វើដំណើរទៅសាលារៀនដែលនៅឆ្ងាយអាចនឹងជួបគ្រោះថ្នាក់ដូចជាអាចនឹងប្រឈមមុខជាមួយនឹងជនខិលខូចមួយចំនួនដែលមកយាយីទ្រព្យសម្បត្តិរបស់ពួកគេនិងអាចប្លន់យកទ្រព្យសម្បត្តិទៀតផងការមានសាលារៀននៅជិតផ្ទះធ្វើឲ្យមានការងាយស្រួលក្នុងការសិក្សាឬសូត្រដើម្បីទទួលបានការដើម្បីឲ្យសិស្សបានការអប់រំគ្រប់គ្រាន់នេះខ្ញុំសូមផ្ទេរវេទិកានេះដល់មិត្តប្រិយរបស់ខ្ញុំថាម៉េច បាទអរគុណបងប្អូនកិច្ចបន្តយើងចូលហើយដំណាក់កាលទី2នៃការប្រកួតរបស់យើងដំណាក់កាលទី2ជាដំណាក់កាលសួរឆ្លើយរបស់បេក្ខជនក្រុមស្របនិងបេក្ខជនក្រុមបដិសេធពលមានរយៈពេល10នាទីក្នុងការសួរឆ្លើយវិញទៅវិញទាំងអស់សូមចាប់ដើមចំនួនឆ្លើយចាប់ដើមពីក្រុមស្របជំរាបសួរខ្ញុំមានសំណួរមួយចង់សួរទៅកាន់នៅក្រុមបដិសេធថាដែលយកតាមចែកហើយកទី2របស់មិត្តបានលើកឡើងថាត្រូវតែបង្កើតសាលារៀនបន្ថែមដែលបែបសាលារៀនបានបែងចែកគ្រូបង្រៀនបច្ចេកទេសបច្ចេកវិទ្យាទៅតាមផ្នែកចុះប្រសិនបើគិតតែបន្ថែមបរិមាណសាលារៀនដោយគ្មានការបន្ថែមគ្រូបង្រៀនតើអាចឲ្យសាលានោះមានគ្រូគ្រប់គ្រាន់ទៅតាមផ្នែកបានទៅមិត្តក្រុមបដិសេធ
អរគុណមិត្តសម្រាប់សំណួរសម្រាប់នាងខ្ញុំយល់ថាការបង្កើនបរិមាណសាលារៀនគឺក៏ជាកត្តាចម្បងនៅក្នុងការលើកកម្ពស់វិស័យអប់រំដែរប៉ុន្តែការដែលបង្កើនបរិមាណសាលារៀនដោយសារបច្ចុប្បន្នគឺមានដោយសារតែបច្ចុប្បន្នគឺមានកង្វះខាតនៅសាលារៀននៅតាមទីតំបន់ជនបទបើគិតតែបង្កើនបរិមាណគ្រូតើប្រកាសទេថាគ្រូសាស្ត្រនីមួយៗមានលទ្ធភាពចូលគ្រូទៅបង្រៀនតាមផ្ទះដូចនេះនាងខ្ញុំនៅតែគិតថាការបង្កើនសាលារៀនគឺជារសារជាងការបង្កើនបរិមាណគ្រូក្នុងការលើកកម្ពស់វិស័យអប់រំបើសិនជាមានតែបរិមាណគ្រូអត់សាលារៀន